ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូននឹងអត់ថាឥឡូវនេះពិភពលោកកំពុងតែឡើងកម្ដៅកាន់តែខ្លាំងហើយដោយសារតែសហរដ្ឋអាមេរិកទើបតែបានសម្រេចចិត្តដកដៅចេញពីស្រោមហើយបងប្អូនដោយបានបញ្ជូនកំពូលយន្តហោះចម្បាំងដែលខ្លាំងបំផុតនៅលើលោកគឺ F-22 Raptor ចំនួន11គ្រឿងទៅកាន់ទឹកដីរបស់អ៊ីស្រាអែលហើយបងប្អូនទាំងអត់នេះមិនមែនជារឿងធម្មតាទេព្រោះយន្តហោះទាំងនេះបានចុះចតនៅមូលដ្ឋានទ័ពអាកាសអូដាក្នុងវាលខ្សាច់នៃហ្គីវយន្តហោះទាំងនេះហោះត្រង់ពីប្រទេសអង់គ្លេសដោយមានយន្តហោះចាក់ប្រេងទៅដល់7គ្រឿងចាំគ្រប់គ្រងតាមផ្លូវទៅផងបងប្អូនយន្តហោះប្រភេទនេះមិនមែនទៅដើម្បីទម្លាក់គ្រាប់បែកធម្មតាទេប៉ុន្តែបេសកកម្មពិតប្រាកដរបស់វាគឺការកំទេចប្រព័ន្ធការពារដែនអាកាសរបស់សត្រូវដែលហៅកាត់ថា SCAD វាទៅគឺដើម្បីបំបត្តិរ៉ាដានិងកំទេចមីស៊ីល S300 និង S400 របស់អ៊ីរ៉ង់ដើម្បីបើកផ្លូវឲ្យយន្តហោះទម្លាក់គ្រាប់បែកធំចូលទៅកាន់បំផ្លាញទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ការដាក់ពង្រាយកម្លាំងដល់ទៅ 6% នៃយន្តហោះប្រភេទនេះសរុបរបស់អាមេរិកគឺមិនមែនគ្រាន់តែការមកគំរាមទេបងប្អូនតែវាគឺជាជំហានទី6នៃការត្រៀមវាយប្រហារទ្រង់ទ្រាយធំចាំមើលថាតើអ៊ីរ៉ង់នឹងឆ្លើយតបបែបណាបច្ចុប្បន្នអាមេរិកបានរៀបចំជើងព្រោះរួចជាស្រេចទេបងប្អូនមានទាំងនាវាដឹកយន្តហោះចម្បាំង2គ្រឿងយន្តហោះចម្បាំងជា500គ្រឿងនិងការជម្លៀសជនជាតិខ្លួនចេញពីតំបន់គ្រោះថ្នាក់នេះគឺជាសញ្ញាដែលបង្ហាញថាកាំភ្លើងបានត្រៀមកាយរួចទៅហើយនៅឡើយរងចាំតែពេលវេលាបាញ់តែប៉ុណ្ណោះសរុបមកវិញបងប្អូនវត្តមានយន្តហោះចម្បាំងទាំងនេះគឺមកដើម្បីបើកផ្លូវសម្រាប់ការវាយប្រហារពិតប្រាកដតើបងប្អូនយល់យ៉ាងណាដែរបញ្ចេញមតិនៅខាងក្រោមវីដេអូនេះសូមអរគុណជួបគ្នាវីដេអូក្រោយ